ថ្ងៃដែលថៃកំពុងតែសប្បាយត្រេកអរគណៈប្រជាពលរដ្ឋខ្មែររបស់យើងគឺជាថ្ងៃដែលឈឺចាប់បំផុតមិនអាចបំភ្លេចបាននោះឡើយនៅថ្ងៃទី13ខែមេសាឆ្នាំ2026កងទ័ពតំបន់ទី2របស់ថៃបានប្រកាសបើកឲ្យសាធារណជនចូលទស្សនាតំបន់ប្រាសាទតាកបីនិងភ្នំ300ហត្ថជាលើកដំបូងបន្ទាប់ពីតំបន់នេះត្រូវបានបិទជាបណ្ដោះអាសន្នក្រោយពីការឈ្លានពានពីថៃមកលើទឹកដីកម្ពុជាដោយយោងតាមសារព័ត៌មានខៅសតអ៊ីងលីសការចូលទស្សនាត្រូវបានអនុញ្ញាតចាប់ពីថ្ងៃទី13ដល់ថ្ងៃទី16ខែមេសាចន្លោះម៉ោង 9:00 នាទីព្រឹកដល់ម៉ោង 15:00 រសៀលក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរថៃបានបញ្ជាក់ថាអ្នកទស្សនាត្រូវគោរពបទបញ្ញត្តិដូចជាការប្រើប្រាស់តែផ្លូវដែលបានកំណត់មិនឆ្លងកាត់តំបន់ហាមឃាត់មិនឡើងលើរចនាសម្ព័ន្ធប្រាសាទនិងមិនបង្ហោះផ្សាយផ្ទាល់លើបណ្ដាញសង្គមសកម្មភាពដូចជាការដកហូតវត្ថុការបង្ហាញអាកប្បកិរិយាមិនសមរម្យនិងការចោលសម្រាមនៅក្នុងតំបន់ព្រៃឈើត្រូវបានហាមឃាត់ផងដែរហើយថាប្រាសាទនេះមានចម្ងាយប្រហែល12គីឡូម៉ែត្រពីប្រាសាទតាមុនធំអ្នកប្រវត្តិសាស្ត្រជឿថាប្រាសាទនេះមានអាយុកាលតាំងពីចុងអង្គរវត្តដល់ដើមសម័យបាយ័នរវាងរជ្ជកាលព្រះបាទសូរវរ្ម័នទី2និងព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅសតវត្សទី11ជាទីសក្ការៈបូជារបស់សាសនាឥណ្ឌូឧទ្ទិសដល់ព្រះសិវៈទោះជាយ៉ាងណាក៏ដោយការបើកតំបន់នេះឲ្យសាធារណជនចូលទៅទស្សនាពីសំណាក់ភាគីថៃបានធ្វើឲ្យប្រជាជនកម្ពុជាចាំមិនភ្លេចពីការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជានោះឡើយប្រាសាទនេះមានដើមកំណើតពីអរិយធម៌ខ្មែរប៉ុន្តែបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីថៃដោយសកម្មភាពឈ្លានពានលើទឹកដីកម្ពុជា